ว้าวมาហូបច្រើនមែនតើអូយសម្រាប់អ្នកចូលចិត្តញ៉ាំគឺមកហាងមកកន្លែងនេះត្រូវហ្មងថ្ងៃនេះខ្ញុំចង់ណែនាំជាមួយនឹងភោជនីយដ្ឋានបាយ័នសាខាសានសុកយកមកជូនបងតាគ្នាមើលថាតើនៅហ្នឹងគឺគេមានលក់ជាមួយនឹងអីគេខ្លះចូលមកដល់មុនគេគឺគេមានជាមួយនឹងនំហ្វ្រីជូនអូនៗក្មេងៗដែលគាត់ត្រូវការហើយបើសម្រាប់អូនៗធំៗដូចយើងក៏ញ៉ាំបានដែរហើយបើកន្លែងមកមើលនំទាំងអស់នេះវិញគឺជាប្រភេទនំដែលគេធ្វើផ្ទាល់នៅហាងហ្មងហើយទាំងអស់នេះវិញក៏សុទ្ធតែជាផលិតផលផ្ទាល់នៅក្នុងហាងហ្មងជាមួយនឹងទឹកដែលខ្ញុំកំពុងផឹកនេះគឺជាប្រភេទភេសជ្ជៈដែលគាត់ចម្រាញ់ចេញពីក្របធញ្ញជាតិណាបើនិយាយពីចំហួយគេវិញគឺនិយាយពីថាបើកមកឈ្ងុយសាហាវឈ្ងុយជាងគេគឺឈ្ងុយខ្ទិះដូងបន្តមកទៀតគឺរសជាតិស្លឹកតើយអូយបុកចូលគ្នាគឺឆ្ងាញ់ខ្លាំងណាបើកន្លែងមកមើលហាងគឺមនុស្សច្រើនមែនតែនហើយបើកន្លែងអង្គុយគឺគេមានពីរមកដល់គ្នាមានខាងក្នុងនិងខាងក្រៅអញ្ចឹងបងចង់អង្គុយកន្លែងមួយណាក៏បានដែរអ៊ីយ៉ាឥឡូវនេះមកហូបពេលព្រឹកយើងមកដល់ហើយអូយតំណងខ្លាំងមែនតើហើយបើកន្លែងមកមើលមុខខ្ញុំវិញនោះកំពុងតែឃ្លានណាឃើញគេលើកមកហ្នឹងគឺសប្បាយអរចេញពីចិត្តហ្មងដោយសារកំពុងតែចង់ញ៉ាំស្រាប់ផងអញ្ចឹងសម្រាប់មកហូបខ្ញុំផឹកនេះគឺមានចំនួន3មុខគឺមានជាមួយនឹងប្រភេទខកូននំប៉័ងបូករួមជាមួយនឹងមីទឹកស៊ុបហើយនឹងបាយផ្លៅមាន់នេះហើយគឺជាម្ហូបដែលខ្ញុំប៉ងញ៉ាំជាងគេគឺជាមីទឹកស៊ុបមកដល់គ្នាមកសាកសម័យមើលយើងកំពុងតែឃ្លានហើយបានញ៉ាំជាមួយនឹងមីទឹកស៊ុបក្តៅហុយទៀតណាអូយឆ្ងាញ់ណាគ្រាន់តែគិតក៏ក្តីសុខដែរឥឡូវដល់ខែពេលយូរឯងយើងមកញ៉ាំជាមួយនឹងបាយសាច់មាន់វិញម្ដងហើយបើនិយាយពីសាច់បាយគេវិញគឺទន់ល្មើយបងមកដល់គ្នាញ៉ាំទៅគឺឈ្ងុយមែនតើឈ្ងុយជាមួយនឹងគ្រឿងដែលគាត់ដាំជាមួយនឹងបាយហ្នឹងណាហើយបើនិយាយពីសាច់មាន់គេវិញទៀតក៏អញ្ចឹងដែរនិយាយពីថាឆ្ងាញ់គ្រប់យ៉ាងហ្មងបើអ្នកគាត់ចូលចិត្តញ៉ាំកាហ្វេវិញកំភៃមកញ៉ាំអីនៅហាងបាយ័នណាក៏គេមានជាមួយនឹងភេសជ្ជៈគ្រប់មុខដែលគេលក់នៅនឹងដែរអត់ទាន់អស់ទេណាយើងនឹងសល់នំប៉័ងខកកមួយទៀតបងដល់គ្នាសម្រាប់នំប៉័ងខកកនេះអ្វីដែលខ្ញុំចាប់អារម្មណ៍ជាងគេគឺការរៀបចំដេករបស់គាត់ដោយមកបងឃើញស្រាប់ចឹងគឺគាត់ដេកទៅនៅមែនតើមើលទៅដូចជាម្ហូបអឺរ៉ុបចឹងហើយបើនិយាយពីរសជាតិគឺឆ្ងាញ់ប្លែកដូចគ្នានិយាយទៅគឺខ្ញុំពិបាករៀបរាប់រសជាតិខ្លាំងមែនតើខ្ញុំដឹងថារសជាតិមួយនេះគឺ unique ឆ្ងាញ់ប្លែកពីនំប៉័ងខកកដែលខ្ញុំធ្លាប់ញ៉ាំម្ដងឆ្ងាញ់ខ្លាំងហ្មងនិយាយអត់ទាន់រួចពីមាត់ផងណាឥឡូវនំប៉័ងរបស់គាត់មកដល់ទៀតហើយអូយសម្រាប់នំប៉័ងនេះគឺខ្ជុកខ្លាំងមែនតើបងដូចឃើញស្រាប់ចឹងគឺគេមានគ្រប់ម៉ូដគ្រប់ម៉ាកហ្មងហើយបើនិយាយពីរសជាតិគេគឺឆ្ងាញ់ដូចគ្នាអញ្ចឹងបងដែលគាត់ចង់ញ៉ាំជាប្រភេទបែបហ្នឹងក៏មាននៅភោជនីយដ្ឋានបាយ័នដូចគ្នាអូយនិយាយពីថាខ្ជូតសាហាវអូខេឥឡូវហ្នឹងយើងមកដល់ជាមួយនឹងម្ហូបពេលថ្ងៃម្ដងសម្រាប់ម្ហូបពេលថ្ងៃគេវិញគឺតំណងគ្រប់មុខមកដល់គ្នាហើយមិនថាប្រភេទអីក៏ដោយគឺតំណងទាំងអស់មិនត្រឹមតែតំណងតែរូបរាងទេមកដល់គ្នាបើនិយាយពីរសជាតិគេវិញគឺខ្ញុំហ៊ានធានាហ្មងថាឆ្ងាញ់គ្រប់មុខហើយជាពិសេសលើនឹងទៀតគឺនៅខាងភោជនីយដ្ឋានបាយ័នគឺគាត់មានជាមួយនឹងម្ហូបច្រើនមុខខ្លាំងមែនតើអញ្ចឹងបងដែលគាត់ចង់ញ៉ាំអាហារពេលព្រឹកចង់ញ៉ាំអាហារពេលថ្ងៃត្រង់ឬក៏ពេលរសៀលអីគឺគាត់អាចទៅញ៉ាំបានដោយសារនៅក្នុងគឺមានម្ហូបច្រើនសម្បូរបែបជូនទៅតាមតម្រូវចិត្តរបស់អតិថិជនហ្មងដូចខ្ញុំទៅគឺស្រាប់ចឹងគឺខ្ញុំឃើញថានៅខាងបាយ័នគឺគាត់មានភ្ញៀវច្រើនមែនតើនិយាយទៅគឺភ្ញៀវបន្តក៏ទៅគ្នាអត់ដាច់ហ្មងសូម្បីតាជាប្រភេទសាយ៉បំពងនេះមកដល់គ្នាក៏ឆ្ងាញ់ណាស់ដែរនិយាយទៅគឺគ្រប់ម្ហូបគេទាំងអស់គឺខ្ញុំហ៊ានធានាដូចខ្ញុំនិយាយពីដើមវីដេអូចឹងថាគឺឆ្ងាញ់គ្រប់មុខហ្មងហើយបើនិយាយពីភេសជ្ជៈគេវិញក៏មានគ្រប់ប្រភេទដែរមកដល់គ្នាអញ្ចឹងបងអត់បារម្ភទេសម្រាប់បងដែលគាត់ចង់ញ៉ាំអាហារគ្រប់ប្រភេទបងអាចមកញ៉ាំនៅភោជនីយដ្ឋានបាយ័នបានណាសម្រាប់ភោជនីយដ្ឋានបាយ័នសាខាសានសុកគឺស្ថិតនៅលើផ្លូវបណ្ដុំភ្នំពេញថ្មីនិយាយទៅនៅលើផ្លូវស្តុបដីហុយចាក់ទៅដល់ស្តុបត្រឡោកបែកក៏បងដល់គ្នាហើយបើនិយាយពីទីធ្លាគេវិញគឺធំទលាខ្លាំងមែនតើបងអត់បារម្ភទៅលើចំណតទេភ្លេចមកញ៉ាំអាហារនៅភោជនីយដ្ឋានបាយ័នទាំងអស់គ្នាណា